កូរ៉េខាងជើងបាញ់មីស៊ីលប៉ាឡេស្ទិកស្វាគមន៍មេដឹកនាំពិភពលោកមុនកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូងក្រោយពីខកខានរយៈពេល5ខែនៃការបាញ់សាឡបងមីស៊ីលរបស់កូរ៉េខាងជើងកន្លងមកនាថ្ងៃពុធទី22ខែតុលាកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិកឆ្ពោះទៅភាគខាងកើតប្រទេសមុនពេលមេដឹកនាំពិភពលោកប្រមូលផ្ដុំគ្នាសម្រាប់សន្និសីទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅទីក្រុងឃីយ៉ងជូរបស់ប្រទេសកូរ៉េខាងត្បូងអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់អំពីការបាញ់មីស៊ីលនេះប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនោះទេរួមទាំងចម្ងាយហោះហើរឬរយៈកម្ពស់របស់មីស៊ីលជាធម្មតាទីក្រុងជុងយ៉ាងបានបាញ់មីស៊ីលចូលទៅក្នុងដែនទឹករវាងឧបទ្វីបកូរ៉េនិងជប៉ុនហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះឡើយពេលវេលានៃការបាញ់បង្ហោះនោះបានតាក់ទាញការចាប់អារម្មណ៍នៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump ប្រធានាធិបតីចិន Xi Jinping ក៏ដូចជាមេដឹកនាំពិភពលោកផ្សេងទៀតត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូល APEC ក្រុមអ្នកវិភាគបានលើកឡើងថាកូរ៉េខាងជើងប្រហែលជាកំពុងស្វែងរកការរំលឹកពិភពលោកអំពីស្ថានភាពនុយក្លេអ៊ែររបស់ខ្លួននិងដើម្បីទទួលបានឥទ្ធិពលសម្រាប់ការចរចានាពេលអនាគតមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានពន្លឿនការសាកល្បងអាវុធចាប់តាំងពីការទូតនុយក្លេអ៊ែររបស់លោកជាមួយលោកត្រាំបានដួលរលំនៅឆ្នាំ2019ជុំវិញការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិកយ៉ាងណាមិញលោកគីមថ្មីនេះបានប្រាប់ពីស្ថានភាពវិលត្រឡប់ទៅកិច្ចចរចាវិញបើក្រុង Washington បោះបង់ការទាមទាររបស់ខ្លួនសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរកាលពីដើមខែនេះលោកគីមបានបង្ហាញមីស៊ីលប្លង់អន្តរទ្វីប Hwasong 20ហៅកាត់ថា ICBM នៅក្នុងក្បួនព្យុហយាត្រាយោធាគម្រប់ខួបលើកទី80នៃគណៈបកកម្មករដែលកំពុងកាន់អំណាចប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពិពណ៌នាថាវាជាប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងជុងយ៉ាងដែលមានសមត្ថភាពទប់ក្បាលគ្រាប់ជាច្រើនដើម្បីយកឈ្នះលើប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកការប្លង់មីស៊ីលចុងក្រោយនេះធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួននាពេលថ្មីនេះរបស់លោកគីមជាមួយលោកស៊ីជីនពីងនិងលោក Vladimir Putin នៅក្នុងក្បួនដង្ហែយោធានៅទីក្រុងប៉េកាំងដែលជាសញ្ញាមួយសម្រាប់អ្នកវិភាគថាការកើនឡើងនៅទំនុកចិត្តនិងទម្រង់អន្តរជាតិរបស់ទីក្រុងជុងយ៉ាងទាំងលោកត្រាំនិងប្រធានាធិបតីកូរ៉េខាងត្បូងលោកលីចេមយ៉ងបានបង្ហាញជាសាធារណៈនៅឆន្ទៈក្នុងការជួបលោកគីមបើទោះបីជាប្រទេសកូរ៉េខាងជើងនៅតែបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ